ទាញការចាប់អារម្មណ៍ច្រើនដែរនៅតាមបណ្ដាញសង្គមមែនតើទៅរឿងធីសវណ្ណថាគឺត្រូវបានគេបំភ្លេចចោលយូរពេកខ្ញុំព្យាយាមរកព័ត៌មានតាក់ទងនឹងការដែលគាត់ខ្លួនធីសវណ្ណថានិងប្តីរបស់គាត់គឺលោកផៃសវណ្ណរិទ្ធនោះគឺពិបាកណាស់ដូចទៅសុំភ្លើងយ៉ាក់អញ្ចឹងព្រោះអីព័ត៌មានតែពេលការចាប់ខ្លួនគាត់យកទៅឃុំឃាំងហ្នឹងគឺបាត់ស្ងាត់ឈឹងគ្មានស្ថាប័នណាព័ត៌មានណាទៅចុះផ្សាយឬតាមដានឬក៏ឈឺក្បាលនឹងរឿងគាត់សោះដែលវាជារឿងមួយចម្លែកដែរព្រោះអីតាក់ទងនឹងអ្នកដែលធ្លាប់មានស្វាមីភក្តិចំពោះគណៈបកប្រជាជនកម្ពុជាយ៉ាងបដូរផ្ដាច់ដល់ទៅពេលគេប្រើអស់ចិត្តស្រាប់តែគេយកទៅដូចថាស្លឹកចេកឬក៏របស់ដែលกระดาษជូតមាត់អីអញ្ចឹងដែលគេយកទៅកវាត់ចោលក្នុងធុងសម្រាមបំភ្លេចលែងគិតលែងនឹកងាអីទាំងអស់ហើយចំពោះខ្ញុំគិតថានាងធីសវណ្ណថាបើតែធ្លាប់ជាសកម្មជនដ៏បដូរផ្ដាច់របស់គណៈបកសង្គ្រោះជាតិហើយក្រោយមកក៏បានដូរបកទៅគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាវិញក្រោយធ្វើទុកបុកម្នេញលោកកម្មសខាជាមួយនឹងយុវជនមួយក្រុមទៀតដោយទាំងស្រីចម្រើនផងទៅតាមគ្រប់វេទិកាសាធារណៈកាលពីអំឡុងឆ្នាំ2016កាលនោះយើងដឹងហើយថាបើយើងនិយាយអំពីសព្ទារបស់នាងធីសវណ្ណថាបន្តិចបងប្អូនប្រហែលជានៅចាំហើយកាលពីអំឡុងឆ្នាំដើមឆ្នាំ2013និយាយទៅធីសវណ្ណថាចូលគណៈបកសង្គ្រោះជាតិកាលពីអំឡុងឆ្នាំ2013ហ្នឹងឯងព្រោះកាលហ្នឹងគឺដំបូងយើងចាប់ផ្ដើមឃើញយុទ្ធនាការចេញឃោសនាផ្សព្វផ្សាយឬក៏បានគាត់ចូលរួមយ៉ាងសកម្មហើយលេចធ្លោជាងគេនៅក្នុងចំណោមសកម្មជនជាច្រើនរបស់គណៈបកសង្គ្រោះជាតិនៅពេលនោះហើយនៅពេលដែលធីសវណ្ណថាចូលបកសង្គ្រោះជាតិហ្នឹងគឺនៅខែមិថុនាឆ្នាំ2013គឺនៅពេលដែលគណៈបកនេះបានទើបតែបង្កើតថ្មីមិនបានប្រមាណទេហើយឃើញមានការចាប់អារម្មណ៍មែនតើដោយសារតែធីសវណ្ណថាគឺជាស្ត្រីវ័យក្មេងម្នាក់ដែលហ៊ាននិយាយការពិតហ៊ានរិះគន់លោកហ៊ុនសែនឥតសំចៃមាត់ហ៊ានរិះគន់អំពីអំពើអយុត្តិធម៌សង្គមហ៊ានរិះគន់អំពី7មករានិយាយទៅគឺគាត់ហ៊ានរិះគន់សពបែបយ៉ាងដែលធ្វើឲ្យប្រជាប្រិយរបស់គាត់នៅតាមបណ្ដាញសង្គម Facebook ហ្នឹងគឺកើនឡើងក្រឹតជាលំដាប់ហើយការកើនឡើងប្រជាប្រិយនេះគឺដោយសារតែទី1គឺគាត់ហ៊ាននិយាយទី2គឺដោយសារតែមានប្រជាពលរដ្ឋខ្មែរច្រើនណាស់ត្រូវការយុវតីត្រូវការអ្នកដែលហ៊ាននិយាយការពិតដែលមិនខ្លាចការបង្ក្រាបឬការធ្វើទុកបុកម្នេញនៅក្នុងប្រទេសកម្ពុជាពីសំណាក់រដ្ឋាភិបាលកម្ពុជានិងគណៈបកប្រជាជនណាហើយដល់ពេលអញ្ចឹងប្រជាប្រិយរបស់គាត់ហ្នឹងគឺប្រជាពលរដ្ឋដែលកំពុងតែបាក់ទឹកចិត្តអស់សង្ឃឹមក៏ឃើញយុវតីឆ្នើមបែបនេះក៏នាំគ្នាគាំទ្រធីសវណ្ណថានឹងចែក share like share view រហូតដល់តែ Facebook របស់គាត់ឡើងផ្ទុះរាប់សែនអ្នកបាទគឺជាការគួរឲ្យកត់សម្គាល់មែនតើលឿនមែនតើហើយនៅពេលដែលគាត់បានឱកាសមាសពេលដែលគាត់ចាប់ផ្ដើមមានប្រជាប្រិយហើយស្រាប់តែគាត់មានគំនិតក្បត់គណៈបកសង្គ្រោះជាតិនេះដោយគាត់ទៅរករឿងលោកកម្មសខាដំបងឡាយដើម្បីឲ្យបានហេតុដើម្បីឲ្យបានលេសដើម្បីឲ្យបានផលនៅក្នុងការដែលចូលទៅគណៈបកប្រជាជនកម្ពុជាកុំឲ្យប្រជាពលរដ្ឋមើលទៅឃើញថាគាត់ក្បត់បកក្បត់អីក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋគឺគាត់រករឿងលោកកម្មសខាដឹកនាំដោយក្រុមចូលរួមជាមួយក្រុមស្រីចម្រើននោះគឺទៅរករឿងលោកកម្មសខាគ្រប់វេទិកាសាធារណៈកាលហ្នឹងគឺឆ្នាំ2016ហ្នឹងគឺយើងឃើញថាទីសវណ្ណថាហើយនឹងក្រុមរបស់គាត់ហ្នឹងទៅរាវឆានលោកកម្មសខាគ្រប់ទីកន្លែងគឺរករឿងគ្រប់ពេលតែតើនឹងរឿងខំចន្ទរាទីហៅស្រីមុំគឺរឿងហ្នឹងគឺថានិយាយទៅពិភពលោកដឹងរឿងខ្មែរតែពីរឿងលើក្រែហ្នឹងណាដោយសារតែក្រុមគាត់ហ្នឹងតាមយាយីគ្រប់ច្រកល្ហកហើយគាត់បានសម្រេចរបស់គាត់មែនគឺចុងក្រោយតុលាការបានផ្តន្ទាទោសរឿងលោកកម្មសខាតាក់ទងនឹងរឿងខំចន្ទរាទីហៅស្រីមុំតាក់ទងនឹងរឿងសោកប៉ាន់សាកសីឯណាទៅដោយមន្ត្រីអង្គការសង្គមស៊ីវិលដោយទាំងអង្គការសិទ្ធិមនុស្សអីជាប់គុករដុករណែលដោយសារតែជួយសាកសីនិយាយទៅគឺសឡកពឹសរឿងនយោបាយសោះហ្នឹងចាប់មន្ត្រីសង្គមស៊ីវិលហ្នឹងជាប់គុកជាប់ច្បាក់គ្រប់គ្នាអាហ្នឹងដោយសារតែរឿងអតិពលនៃនាងធីសវណ្ណថាដែរនៅក្នុងការដែលគាត់តាមពិតគេខ្ចីដៃគាត់ប្រើហើយគាត់ក៏ចង់ឲ្យគេខ្ចីដៃប្រើដែរនៅពេលហ្នឹងព្រោះគាត់ចាំផ្ដើមចូលគណៈបកប្រជាជនចូលអត់ទាន់បានហ្នឹងគឺញ៉ែប្រហែលជាមួយឆ្នាំពី2016មកហ្នឹងគឺចាប់ផ្ដើមញ៉ែគណៈបកប្រជាជនកម្ពុជាតាមរយៈអំពើរបស់គាត់ដើម្បីឲ្យឃើញប្រឆាំងនឹងគណៈបកខ្លួនដែលខ្លួនធ្លាប់គ្រប់គ្រងពីមុនមកដែលមានប្រជាពលរដ្ឋគ្រប់ស្រឡាញ់យ៉ាងពេញទឹកពេញដីរហូតដល់សហរដ្ឋអាមេរិកនៅណាក៏នៅចាំវីរៈភាពរបស់ទីសវណ្ណថាដែរក៏ប៉ុន្តែក្រោយមកប្រជាពលរដ្ឋក៏ចាប់ផ្ដើមបាក់ទឹកចិត្តឬក៏ខកចិត្តយ៉ាងខ្លាំងនៅពេលដែលគាត់ចុះចូលទៅគណៈបកប្រជាជនកម្ពុជាហើយគាត់ចូលនៅខែឧសភាឆ្នាំ2017គឺប្រហែលខែនៅមុនបោះឆ្នោតជាតិគឺជាការរៀបចំទុកមួយយ៉ាងចាក់ច្បាស់ឲ្យគណៈបកប្រជាជនកម្ពុជាត្រូវការទីសវណ្ណថាដើម្បីបំផ្លាញគណៈបកសង្គ្រោះជាតិព្រោះគណៈបកសង្គ្រោះជាតិកំពុងតែឡើងប្រជាប្រិយខ្លាំងមែនទែនដែលអាចឈានទៅឆ្នះឆ្នោតគណៈបកប្រជាជនកម្ពុជាហើយដូច្នេះដើម្បីបំបែកផ្ទៃក្នុងគណៈបកប្រឆាំងនេះឲ្យបែកខ្ទេចខ្ទីបានគឺមានតែខ្ចីមនុស្សនៅក្នុងបកនេះដែលជាសកម្មជនដូចទីសវណ្ណថាអញ្ចឹងយកទៅបំផ្លាញហើយយើងឃើញហើយតកតងនឹងមុននឹងមានព្រឹត្តិការណ៍ដែលចោះចូលនេះគឺយើងឃើញក្រោយមកក៏បែកធ្លាយសារ
ឆ្លើយឆ្លងគ្នារវាងទីសវណ្ណថាហើយនឹងលោកហ៊ុនសែនដែលតាក់ទងគ្នាផ្ទាល់តាមប្រព័ន្ធអេឡិចត្រូនិកហ្នឹងគឺមានឯកសារបែកធ្លាយដល់ទៅជាង400ទំព័រឯណោះតាក់ទងនឹងការឲ្យលុយដើម្បីបែកគណៈបកសង្គ្រោះជាតិដើម្បីធ្វើឲ្យខ្ទេចខ្ទីដើម្បីបរិហារដើម្បីផ្សព្វផ្សាយគឺឯកសារនេះគឺផ្សាយផ្អើលពេញពិភពលោកអ្នកណាក៏ដឹងដែរអំពីយុទ្ធសាស្ត្ររបស់ទីសវណ្ណថាហើយនឹងចៅនឹងតាកាលនេះយើងហៅថាចៅស្រីនឹងតានឹងគឺព្រោះអីទីសវណ្ណថាឆ្លងជាមួយនឹងលោកហ៊ុនសែនដែលប្រើពាក្យថាចៅស្រីនឹងហៅតាពេញមាត់អីចឹងទៅនេះគឺជាចៅសំណប់របស់លោកហ៊ុនសែនសំណប់នេះក្នុងន័យថាសំណប់យកមកខ្ចីប្រើដើម្បីបំផ្លាញគណៈបកសង្គ្រោះជាតិទេមិនមែនសំណប់ដើម្បីយកមកដើម្បីប្រយោជន៍ជាតិទេក៏ប៉ុន្តែដោយសារតែប្រហែលជាអំពើកម្មអកុសលដែលទីសវណ្ណថាបានសាងជាមួយនឹងការធ្វើបាបគណៈបកសង្គ្រោះជាតិលោកកម្មសខាហើយនិងមន្ត្រីសង្គមស៊ីវិលជាច្រើនដែលធ្វើឲ្យជាប់គុកដោយសារនាងក៏មិនដឹងបានជាពេលនេះអ្វីគឺធ្លាក់ទៅលើខ្លួននាងនិងប្តីនាងដែរគឺលោកថៃសវណ្ណរិទ្ធនោះថ្ងៃនេះតុលាការសាលាដំបងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារលោកស្រីធីសវណ្ណថានិងប្តីរបស់គាត់គឺកំណត់ទោសម្នាក់3ឆ្នាំហើយប័ណ្ណចោតគឺតាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យបាក់ទឹកចិត្តកងទ័ពអញ្ចឹងអ្វីដែលការដែលគេចាប់គាត់ដាក់គុកហ្នឹងគឺដោយសារតែរឿងគាត់ផ្សាយព័ត៌មានថាធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពតើព័ត៌មានអីដែលគាត់ផ្សាយប៉ះពាល់ដល់ទឹកចិត្តកងទ័ពចំពោះខ្ញុំជាអ្នកផ្សាយព័ត៌មានមួយរូបខ្ញុំគិតថាព័ត៌មានដែលទីសវណ្ណថាគាត់ផ្សាយនៅលើបណ្ដាញសង្គម Facebook ដែលឃើញបងប្អូនចែកទៅ share ពេញទឹកពេញដីហ្នឹងភាគច្រើនគឺគាត់ផ្សាយអំពីព្រឹត្តិការណ៍ជាក់ស្ដែងដែលកើតឡើងជាប្រចាំហើយមែនតើទៅអ្វីដែលគាត់ផ្សាយមើលទៅភាគច្រើនគាត់ផ្សាយអត់ខុសពីខាងគណៈបកប្រឆាំងហ្មងដែរឯងនេះក្នុងន័យថានិយាយអំពីការពិតក៏ប៉ុន្តែវាពាក្យពិតវារែងស្លែងឧទាហរណ៍ទៅហ៊ានខ្វះខាតមុខក្រោយបញ្ហាជំនួយមិនដល់កងទ័ពទេយកទៅដល់តែត្រឹមឃ្លាំងស្តុកទុកហើយអត់ដល់ដៃអត់ដល់អីទៅវាមានបញ្ហាច្រើនយ៉ាងនិយាយទៅគឺជាព័ត៌មានពិតដែលរដ្ឋាភិបាលឬក៏អ្នកធំនៅកងទ័ពអត់ចង់លឺទេប៉ុន្តែបើតែហ៊ាននៅជួរមុខមកជាកងទ័ពដែលអត់ទទួលបានអផលដែលរងតាមអំពើពុករលួយអីហ្នឹងគឺគាត់ពេញចិត្តឲ្យផ្សាយចឹងដើម្បីឲ្យបានគេយកចិត្តទុកដាក់ដល់គាត់ក៏ប៉ុន្តែព័ត៌មានទាំងនេះនៅពេលដែលប្រទេសជាតិកំពុងតែឆ្លោះគ្នាជាមួយថៃត្រូវបានរដ្ឋាភិបាលកម្ពុជានិយាយទៅគឺគណៈបកប្រជាជនកម្ពុជានិងលោកហ៊ុនសែនតែម្ដងគឺមិនពេញចិត្តតតែសោះដោយសារថាផ្សាយបែបនេះគឺធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តរបស់កងទ័ពហើយម្យ៉ាងទៀតវាដល់ពេលល្មមដែលស្លឹកចេកឬក៏กระดาษជូតមាត់នេះคล้ายទៅជាសម្រាមទៅហើយផងព្រោះគាត់ប្រើទីសវណ្ណថាដើម្បីបំផ្លាញសង្គ្រោះជាតិនេះបានសម្រេចតាក់ទងនឹងការដែលឲ្យធ្វើមិនហែកគណៈបកសង្គ្រោះជាតិឲ្យបែកជាចម្រៀកជាចំណែកអញ្ចឹងឲ្យក្រុមកម្មសខាឆ្លោះគ្នាជាមួយក្រុមលោកសំរងស៊ីអីអញ្ចឹងទៅគឺគាត់បានសម្រេចដែលធ្វើឲ្យគណៈបកប្រជាជនកម្ពុជាហ្នឹងមានហេតុផលមានអីពេលដែលគណៈបកនេះបែកខ្ញែកអញ្ចឹងទៅគឺរំលាយគេចោលនៅក្នុងឆ្នាំ2017ខែវិច្ឆិកាហ្នឹងផងហើយក្រោយមកក៏ទៅបោះឆ្នោតឈ្នះភ្លុកទឹកភ្លុកដីដោយសារអត់មានគូប្រជែងហ្នឹងនៅឆ្នាំ2018អីហ្នឹងគណៈបកប្រជាជនកម្ពុជាយកតំណែងម្នាក់ឯងទៅហើយដល់ពេលលោកហ៊ុនសែនក៏គាត់ចាប់ផ្ដើមរៀបចំត្រួសត្រាយផ្លូវឲ្យជឿច្បាស់ហើយថាអស់ហើយគណៈបកសង្គ្រោះជាតិបានទីសវណ្ណថាជួយបំផ្លាញមាត់អស់ដែរក៏អញ្ចឹងក៏ចាប់ផ្ដើមលើកឲ្យលោកហ៊ុនម៉ាណែតឡើងជានាយករដ្ឋមន្ត្រីបោះឆ្នោតអាណត្តិឆ្នាំ2023ហ្នឹងក៏លោកហ៊ុនម៉ាណែតក៏ចាប់ផ្ដើមឈ្នះឆ្នោតឈ្នះអីទៀតទៅគឺគាត់ដូចថាវាគ្រប់គ្រាន់ហើយកដាស់ជូតមាត់ហ្នឹងគឺអាចបោះចោលបានហើយសំតែទីសវណ្ណថាគាត់ស្មានថាគាត់នៅបកប្រឆាំងណាទីសវណ្ណថាគាត់ផ្សាយព័ត៌មានហ្នឹងតាមពិតវាអត់ខុសអីទេព័ត៌មានដែលទីសវណ្ណថាផ្សាយហ្នឹងគឺជាព័ត៌មានពិតដែលអ្នកណាក៏ចង់ឮអ្នកណាក៏ចង់ផ្សាយដែរក៏ប៉ុន្តែគាត់ភ្លេចខ្លួនទីសវណ្ណថាអត់ខុសអីពីលោកលីសាមេតនិងឌួងតារាឬក៏អ្នកដទៃទៀតដែលជាលលកដែលគណៈបកប្រជាជនកម្ពុជាតាក់ទៅបានទេព្រោះគាត់ស្មានថាគាត់នៅកំពុងតែនៅក្នុងគណៈបកប្រឆាំងដដែលអាចនិយាយអីបានព្រោះអីចូលទៅគណៈបកប្រជាជនព្រោះនឹកឃើញថាស្អំចិត្តគេជួយបំផ្លាញគណៈបកប្រឆាំងបានហើយអញ្ចឹងអាចនឹងមានទឹកមាត់ប្រៃហ្នឹងមិនអញ្ចឹងនិយាយអីក៏បានដែរព្រោះអីការពិតមានរឿងអីពិបាកនិយាយព្រោះការពិតសោះក៏ប៉ុន្តែទីសវណ្ណថាខ្លួនឯងគាត់ភ្លេចគិតថាការពិតហ្នឹងវាជាពាក្យពិតរែងស្លែងតាកាលនៅគណៈបកប្រឆាំងនិយាយទៅគេក៏រករឿងដែរគាត់ថាគេរករឿងវាមិនទាន់ដល់ដំណាក់កាលដែលគេចាប់បានគេទុកប្រើសិនទៅបើគេមើលឃើញថាអូទីសវណ្ណថាគាត់ស្រែកអញ្ចឹងមានប្រជាប្រិយដល់ដំណាក់កាលណាមួយតម្លៃខ្លួនគាត់ឡើងទុកអត់ទាន់ចាត់ការគាត់ចាំទិញយកមកប្រើដើម្បីបំផ្លាញគណៈបកសង្គ្រោះជាតិអញ្ចឹងគេទុកឲ្យគាត់ស្រែកចឹងបានស្រែកចិត្តចឹងដល់ពេលដំណាក់កាលមួយត្រូវនឹងបញ្ហាចិត្តដែលគាត់ចង់ដូរផ្លាស់ផងហើយចឹងទៅគេក៏ទិញបានទៅគឺយកមកប្រើបន្លាជួបបន្លាគឺយកស្លឹកត្នោតខ្ចប់ស្ករត្នោតបំផ្លាញគណៈបកសង្គ្រោះជាតិដល់ពេលគាត់ចូលទៅក្នុងគណៈបកប្រជាជនកម្ពុជាគាត់បានការងារច្រើនណាស់ក្របខ័ណ្ឌរាជការក៏មានធ្វើជាអភិបាលរងនៃក្រុងអរិយខ្សាត់នោះទៅទៀតធំណាស់តំណែងនេះហើយក៏ជាសកម្មជនជាប់ជាអ្នកដែលជាប់នៅក្នុងជួរបកគណៈបកប្រជាជនកម្ពុជាហ្នឹងគឺថានិយាយទៅគឺចូលទៅគឺគេឲ្យមកប្រអប់ហ្មងគឺឲ្យមកកំ pl មកកញ្ចប់ហ្មងឲ្យលើកដំកើងធំណាស់មុខមាត់ហ្នឹងតាមពិតការងារជាអភិបាលរងក្រុងអរិយខ្សាត់ហ្នឹងគាត់ទើបតែបានឆ្នាំ2023ហើយ
bạn ấy thà cái nơi tai mình trong bạc quạt trào tới phủ cũng ao thầy do là lọt máu cứ bấm plek cái trào chẳng vì thưa ai bảo bạn tẹt là lọt sen tiệt có phải tay đời xa tay trở rất là bạc quạt mũi tam pất mình khó có ngay trở rất là bạc quạt cho chất này gì riêng ai cho thì thoa sòng cốm hay gì cả pấtได้tam pất bạc quạt cầm trôn cái nạp bạc chỉ chuyên cam phải chiếu có quạt chọt cụcได้cái chập quạt đặt cục đời xa tay quạt hiên sắp sai po miền pất nằng tay đời trôn cái nạp bạc chỉ chuyên cái tục pe là quạt vui cứ cái tục là hốtคือยังบางปอนเคยยังcái tục ដើម្បីស្អំទីមួយឲ្យលោកគណៈបកសង្គ្រោះជាតិលលាយអស់ទៅដើម្បីគាត់ជួយបំផ្លាញទី2គឺនៅពេលដែលរៀបចំបោះឆ្នោតបានលោកហ៊ុនសែនជាប់ទៅយកមកប្រើមករយៈដល់ពេលឥឡូវលោកហ៊ុនម៉ាណែតជាប់ទៀតហើយអស់មានតម្លៃអីសម្រាប់ឲ្យគណៈបកប្រជាជនទុកគាត់បើគាត់នៅតែហ៊ានផ្សាយព័ត៌មានអំពីអយុត្តិធម៌សង្គមតថភាពជាក់ស្ដែងនៅក្នុងសង្គមវាជាគ្រោះថ្នាក់បំផុតសម្រាប់គណៈបកប្រជាជនទៅវិញទេប្រើគាត់បានប្រយោជន៍កំប៉ុន្តែព័ត៌មានពិតដែលគាត់ផ្សាយនេះគឺវាជាកំបិតចិត្តដងឯងបានន័យថាជាការដែលវាប្រហារដល់គណៈបកប្រជាជនដែលដឹកនាំប្រទេសគ្មានសមត្ថភាពធ្វើឲ្យកងទ័ពខ្វះខាតមានបញ្ហាឥឡូវគណៈបកប្រជាជនកម្ពុជាត្រូវថ្លឹងទុកគាត់ឬក៏មិនទុកគាត់ហើយមានអីត្រូវទុកគាត់ទៀតបើប្រើដូចកណាត់ជូតមាត់กระดาษជូតមាត់អីហ្នឹងវាអស់ពេលហើយណាមួយទីសវណ្ណថាគាត់ដូចថាដូចថាទុកចិត្តខ្លួនឯងថានៅចិត្តសម្ដេចពុកពេកណាចៅសំណប់ជួយច្រើនណាបំផ្លាញគណៈបកសង្គ្រោះជាតិបានសម្ដេចនេះគឺជាជោគជ័យមួយដ៏មហាសាលហើយគ្មាននរណាអាចនឹងមានឥទ្ធិពលធ្វើបានដូចទីសវណ្ណថាទេដូច្នេះគាត់ជឿទុកចិត្តខ្លាំងថាទោះនៅក្នុងតម្លៃណាក៏គេមិនហ៊ានធ្វើអីគាត់ដែរព្រោះគាត់មានខ្នងក្រាស់ក៏ប៉ុន្តែដល់ពេលដំណាក់កាលមួយគឺដូចខ្ញុំនិយាយចឹងกระดาษនៅពេលដែលជូតមាត់គឺដល់ពេលតម្រាក់ចោលធំសម្រាមគឺគេប្រលេះយើងចោលហើយព្រោះអីមនុស្សដែលលោតចូលពីបកមួយទៅបកមួយនេះគឺគេចាត់ទុកថាជាបញ្ញាក្អែកទេហើយមិនស្មោះទេអត់ស្មោះម្ចាស់ទេទៅខាងណាគឺទៅអែបអបឡែបឡប់បានមួយរយៈពេលខ្លីហើយបើយើងធ្លាប់ក្បត់បាក់ខ្លួនឯងទៅហើយតើយើងមកធ្លាប់មកស្រឡាញ់គណៈបកប្រជាជនប៉ុណ្ណាទៅព្រោះគណៈបកប្រជាជននេះមានអីល្អក្រៅពីបានបនស័ក្តិលៀបសការៈហ្នឹងតែប៉ុណ្្នឹងឯងអញ្ចឹងអ្នកដែលជាលលោកហ្នឹងក៏ដឹងខ្លួនដែរថ្ងៃគ្រាន់តែថាមិនទាន់ដល់វេនដូចលោកបណ្ឌិតកែមលេងនិយាយចឹងថាវាមិនទាន់ដល់វេនអាចទិញពេលវេលាបាន3ឆ្នាំ4ឆ្នាំ5ឆ្នាំហើយបើសិនជាស្ថានភាពនឹងនៅតែអញ្ចឹងគឺថ្ងៃណាមួយលលោកទាំងអស់នោះនឹងជាប់គុកដូចតែធីសវណ្ណថាដូចតែដួងតារាដូចតែលោកលីសាមេតដូចតែអ្នកដទៃទៀតដែលជាប់គុកអញ្ចឹងដែរវាអត់មានអីប្លែកទេហើយនេះគឺជាមេរៀនដែរមេរៀនសម្រាប់លលោកទាំងអស់ដែលយើងត្រូវគិតថាបាយ3ពេលទី1គឺយើងសម្លាប់ជីវិតនយោបាយរបស់យើងទី2យើងធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជានិងនៅក្រៅប្រទេសផងខកចិត្តដោយសារយើងដូច្នេះអាគេដំណើរដល់អាស្រូវដល់អាសោចរបស់យើងនេះគឺយើងរស់នៅក្នុងមួយជីវិតដើម្បីបន្សល់គេអាស្រូវសម្រាប់កូនចៅយើងចំនួនក្រោយពេលដែលយើងស្លាប់ទៅហ្នឹងកូនចៅយើងនៅចាឈ្មោះយើងថាជាជនក្បត់បកជាជនឱកាសនិយមជាជនដែលបំផ្លាញសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋបើមិនជាយើងឈប់ពីគណៈបកប្រឆាំងឧទាហរណ៍ពីដើមឡើយទៅធ្វើស្រែចម្ការទៅសមាជីវោធ្វើស្អីទៅក៏មិនថៃដែរមិនស្លាប់ទេមកគ្រាន់តែបាយ3ពេលមិនស្លាប់ទេបងប្អូនក៏ប៉ុន្តែមនុស្សខ្លះរើសវិធីបែបនេះគឺសម្ភារៈនិយមបញ្ហាបុណ្យស័ក្តិលៀបសការៈហើយទំនាស់បុគ្គលឆ្លោះគ្នាដោយសារតែរឿងស្អីហ្នឹងគឺចិត្តទៅអញ្ចឹងទៅដូច្នេះយើងក្បត់អត់យកប្រជាពលរដ្ឋទាំង17លានអ្នកជាងយកមកគិតអំពីស្រុកទេសយើងនាំគ្នាបំផ្លាញដូចទីសវណ្ណថាខ្ញុំសោកស្ដាយគាត់ណាព្រោះមនុស្សដែលមើលឃើញអំពីបញ្ហាស្រុកខ្មែរតាំងពីដើមទីមកវាអត់អាចអីស្រាប់តែធ្វើឲ្យសង្គ្រោះជាតិពីចុងខែឧសភាឆ្នាំ2013រឿងគណៈបកប្រជាជនកម្ពុជាឃើញចំណុចខ្វះខាតអសកម្មរហូតដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនិងនៅសហរដ្ឋអាមេរិកផងគ្រប់គ្រងនាងគ្រប់គ្នាហេតុអីបានជាគេមិនគាត់ហេតុអីបានជាគេគ្រប់គ្រងដោយសារគាត់និយាយត្រូវហេតុអីបានជា3ឆ្នាំក្រោយមកអ្វីដែលគាត់និយាយហ្នឹងវាទៅជារឿងលេងសើចរឿងប្រឌិតរឿងអីទៅគាត់ទៅចូលគណៈបកប្រជាជនស្រាប់តែគណៈបកប្រជាជនល្អដូចផ្កាដែលគាត់បានតំណែងនេះតំណែងនោះអីអញ្ចឹងវាជាការដែលឱកាសនិយមក្បត់ឆន្ទៈក្បត់ឧត្តមគតិក្បត់មនសិការខ្លួនឯងដែលធ្វើឲ្យប្រជាពលរដ្ឋចាជាប្រវត្តិសាស្ត្រហើយនៅចងចាំពួកគាត់នៅអស់មួយជីវិតនៅក្នុងក្រាំងគម្ពីរនៃប្រវត្តិសាស្ត្រខ្មែរថាជាជនក្បត់មនសិការខ្មែរខ្ញុំសោកស្ដាយមែនតើដែរអាណិតពួកគាត់ដែរអាណិតត្រង់ថាមិនដឹងថាកត្តាជីវភាពកត្តាស្អីខ្លះសម្ពាធអីគេខ្លះនៅក្នុងគ្រួសារគាត់យើងអត់ដឹងក៏ប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាត្រូវយល់ថាធីសវណ្ណថាសប្ងៃនេះនឹងប្តីរបស់គាត់គឺលោកផែសវណ្ណរិទ្ធគឺជាជនរងគ្រោះនៃអំពើអយុត្តិធម៌សង្គមទេបងប្អូនព្រោះគ្មានអ្នកណាផ្សាយព័ត៌មានពិតត្រូវជាប់គុកទេការផ្សាយព័ត៌មានពិតមិនមែនជាកម្មវត្ថុនៃការជាប់គុកទេផ្ទុយទៅវិញគឺជាការដែលមិនព្រមដោះស្រាយបញ្ហានៃការផ្សាយព័ត៌មានហ្នឹងទេដែលយើងជាបញ្ហារបស់សង្គមអញ្ចឹងនៅស្រុកខ្មែរគឺគេប្រើវប្បធម៌មួយគឺអង្គុយបក់ផ្សែងគឺគេអត់រួចភ្លើងទេអញ្ចឹងឥឡូវនេះគេចាប់ផ្ដើមបិទអ្នកដែលផ្សព្វផ្សាយបិទអ្នកអីអញ្ចឹងទៅជាគេហៅអាកមន់គម្រាមសត្វស្វាអញ្ចឹងធ្វើឲ្យអ្នកកសែត MMO ឬក៏អ្នកផ្សព្វផ្សាយសូម្បីតែសកម្មជនឬលលករបស់គណៈបកប្រជាជនដទៃទៀតដែលទិញមកបានពីគណៈបកសង្គ្រោះជាតិឬគណៈបកប្រឆាំងហ្នឹងគឺត្រៀមខ្លួនអ្នកឯងចាំតែថ្ងៃទេអញ្ចឹងគាត់រស់នៅសប្ងៃជាមួយគណៈបកប្រជាជនដូចទឹកលើស្លឹកឈូកអញ្ចឹងហ៎បងប្អូនកលេសកឡក់ហើយអត់មានព្រលឹងក្នុងខ្លួនទេមួយថ្ងៃណាក៏អង្គុយគិតថាតើត្រូវសរសើរអីពីគណៈបកកាន់អំណាច
ប៉ុន្តែអាការសរសើរហ្នឹងវាក្បត់ឧត្តមកតិមនសិការរបស់ខ្លួនប៉ុន្តែបើហ៊ានតែងាកតែបន្តិចគឺធ្លាក់ក្ដុកហ្មងទឹកហ្នឹងគឺកពុបដល់ដីហ្មងហើយគាត់សុកចិត្តជ្រើសរើសអញ្ចឹងណាអ្នកខ្លះមានហាងដូណាត់មានការងារមានអីធ្វើនៅស្រុកអាមេរិកនេះគឺសុកចិត្តទៅលុតស្បែកជើងក្រាបលុតស្បែកជើងគេនៅស្រុកខ្មែរហ្នឹងគឺដើម្បីយកលៀបសការៈយកបុណ្យស័ក្តិហើយនឹងដើម្បីដោះស្រាយចំនួនកំហឹងបុគ្គលជាមួយក្រុមណាបកពួកណាតែចោលខ្មែរយើងទាំង18លានអ្នកដែលអះអាងថាគាត់ចោះចូលទៅគណៈបកប្រជាជនដើម្បីជួយសង្គ្រោះរដ្ឋាភិបាលកម្ពុជាដែលកប៉ាល់លិចធ្លុះធ្លាយដែលពីដើមឡើយហ្នឹងគាត់ហ្នឹងក៏ខ្លាយទៅជាជនដែលរត់ចេញពីគណៈបកប្រជាជនកម្ពុជាគេតាមធ្វើទុកបុកម្នេញមកដល់សហរដ្ឋអាមេរិកសុំសិទ្ធិច្រកកោននយោបាយអីអញ្ចឹងទៅហើយដល់ពេលហើយទៅក៏ហក់ USCIS ទៀតទៅក៏ហក់សហរដ្ឋអាមេរិកទៀតថាខ្លួនមិនអាចទៅប្រទេសកម្ពុជាវិញបានទេដោយសារតែមានការធ្វើទុកបុកម្នេញស្រាប់ដល់ឥឡូវចូលទៅប្រទេសកម្ពុជាហើយសរសើរអំពីរដ្ឋាភិបាលដែលធ្វើទុកបុកម្នេញរបស់ខ្លួនហើយក៏ហក់រដ្ឋាភិបាលសហរដ្ឋអាមេរិកតាក់ទងនឹងការបានសញ្ជាតិអាមេរិកនេះគឺជាអំពើក្បត់មួយដ៏បើសិនជាអង្គសហរដ្ឋអាមេរិក USCIS គេរកឃើញថាយើងកុហកឯកសារហ្នឹងគឺ24ម៉ោងគេដកសញ្ជាតិយើងហើយគឺគេបញ្ជូនយើងឬក៏គេយ៉ាងហោចណាស់ក៏គេថាយើងធ្វើខុសនីតិវិធីហើយចាប់បញ្ជូនយើងទៅប្រទេសកម្ពុជាវិញដោយស្វ័យប្រវត្តិអត់មានត្រូវចាំទេប៉ុន្តែអស់លោកជួនកាលគាត់ជាកុកគាត់ច្រើនតែភ្លេចជង់ពេលខ្លះគាត់មើលងាយគាត់មើលស្រាលហើយចឹងបានថាបើចូលទៅគណៈបកប្រជាជនកម្ពុជាកុំជ្រុលនិយមក្នុងថ្ងៃណាមួយគណៈបកប្រជាជនកម្ពុជានឹងទម្លាក់សម្រាមនឹងចូលក្នុងធុងហ្នឹងទេក៏ឲ្យប្រជាពលរដ្ឋនៅស្រុកក្រៅក៏គេចាំមើលដែរបើអស់លោកធ្វើអីប្រទេសផ្ដាស់ហ្នឹងគេក៏អាចប្តឹងទៅអង្គការខាង USCIS មានញត្តិមានអីទៅយើងតាក់ទងនឹងការធ្វើទុកបុកម្នេញគម្រាមកំហែងខ្មែរយើងនៅក្រៅប្រទេសអីឲ្យតែបានលេសអីតែបន្តិចតែប៉ុណ្ណឹងអស់លោកចាប់ហើយខ្ញុំនិយាយយកតែប៉ុននេះខ្ញុំគ្មានទៅគម្រាមកំហែងស្អីទេពួកជាទូទៅអ្នកដែលគេបណ្ដេញទៅស្រុកដើមកំណើតវិញហ្នឹងគឺនគោលនយោបាយរបស់លោកត្រាំឬក៏គោលនយោបាយរបស់អន្តរប្រវេសន៍អាមេរិកជាទូទៅគឺអ្នកដែលកុហក USCIS គឺគេដកសញ្ជាតិវិញបានដោយអត់មានអីទៅទាល់អីទេដូចខ្មែរយើងដកសញ្ជាតិចិនស៊ីលីសុងអីចឹងអាហ្នឹងគឺដូចគ្នាអញ្ចឹងគេថាយើងកុហកឯកសារហ្នឹងចេះថាទៅតែបើគេរកឃើញអញ្ចឹងព្រោះអីយើងឃើញដានរបស់យើងកិច្ចមកដោយការភ័យខ្លាចការធ្វើទុកបុកម្នេញពីលោកហ៊ុនសែនឥឡូវយើងទៅធ្វើការជាមួយលោកហ៊ុនសែនហើយមកវាយប្រហារក្រុមប្រឆាំងដើម្បីលៀបសការៈបុណ្យស័ក្តិរបស់ខ្លួនហើយយើងគិតថាខ្លួនគ្រាន់បើខ្លួនរួចខ្លួនអង់គ្លេសគេថា it's just a matter of time ប្រែជាខ្មែរមកថាគ្រាន់តែមិនទាន់ដល់ពេលទេឥឡូវនេះគឺបន្តទៅទៀតខ្ញុំ/រឿងធីសវណ្ណថាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ខាងគណៈបកសង្គ្រោះជាតិឬគណៈបកប្រឆាំងអាចនឹងមានការថ្នាំងថ្នាក់ជាមួយធីសវណ្ណថានឹងខ្លាំងហើយក៏ដឹងថាធីសវណ្ណថាខ្លួនឯងក៏យល់ដែរថាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានសិទ្ធិខកចិត្តតូចចិត្តនឹងអំពើរបស់ខ្លួនហើយគេថាជាបាបកម្មជាកម្មពៀដែលធ្វើសាងសម្រាប់គណៈបកសង្គ្រោះជាតិអីហ្នឹងវាជាពាក្យរៀងធ្ងន់បន្តិចដែរក៏ប៉ុន្តែមិនហួសហេតុពេកទេឲ្យយើងនឹងទទួលយកទៅក៏ប៉ុន្តែខ្ញុំក៏សូមចិត្តបងប្អូនទាំងអស់គ្នាទាំងអង្គការសង្គមស៊ីវិលទាំងប្រព័ន្ធផ្សព្វផ្សាយឬក៏អ្នកដទៃទៀតព្យាយាមនៅកណ្ដាលឲ្យបានច្រើនទីសវណ្ណថាខ្លាយជាជនរងគ្រោះនៃរបៀបដឹកនាំរដ្ឋសប្ងៃតែយើងចូលក្នុងរបៀបនេះគឺនរណាក៏ខ្លាចជាជនរងគ្រោះដែរគ្រាន់មិនចាំបាច់ធ្វើអីសោះក៏ដោយគ្រាន់តែអត់ទាន់ដល់វេនតែប៉ុណ្្នឹងទេនេះគឺជាប្រសាសន៍របស់លោករដ្ឋកែមលីដែលយើងគិតថា10ឆ្នាំហើយសាររបស់គាត់នេះនៅតែដូចថាថ្មីចាស់នៅតែអាចរំលឹកយើងដាស់តឿនក្រៅរំលឹកហើយយើងទាំងអស់គ្នាបើគេចាប់គាត់ដាក់គុកហើយធ្វើទុកបុកម្នេញគាត់ដោយភាពអយុត្តិធម៌គាត់ជាធ្លាប់ដូរបាក់មកក្បត់បាក់អីក៏ដោយតែគាត់ជាប្រជាពលរដ្ឋខ្មែរដែលរងការធ្វើទុកបុកម្នេញដោយអយុត្តិធម៌សូមជួយតស៊ូមតិឲ្យគាត់បាននៅក្រៅឃុំផងព្រោះដូចយើងតស៊ូមតិឲ្យអ្នកដទៃទៀតព្រោះយើងតស៊ូមតិដើម្បីយុត្តិធម៌មិនមែនដើម្បីធីសវណ្ណថាឬក៏ផែសវណ្ណរិទ្ធទេគឺយើងឲ្យមានយុត្តិធម៌កុំឲ្យគេធ្វើទុកបុកម្នេញធីសវណ្ណថានិងផែសវណ្ណរិទ្ធក្នុងប្រការណាមួយព្រោះយុត្តិធម៌សង្គមមិនមែនសំដៅទៅលើបុគ្គលទេពីអយុត្តិធម៌កើតឡើងលើបុគ្គលណាគឺអំពើអយុត្តិធម៌នឹងវាកើតឡើងគ្រប់ទីតាំងទីកន្លែងអាហ្នឹងជាប្រសាសន៍របស់លោក Martin Luther King ដែលជាជើងឯកក្នុងការតស៊ូសិទ្ធិនៅសហរដ្ឋអាមេរិកដែលគេទទួលស្គាល់គេគោរពរហូតតតែយកថ្ងៃមួយក្នុងមួយឆ្នាំហ្នឹងគឺដើម្បីប្រពរំលឹកខួបនៃវីរភាពនិងការតស៊ូសិទ្ធិមនុស្សរបស់គាត់ផងឥឡូវនេះធីសវណ្ណថានឹងប្តីហ្នឹងគេដាក់គុកនៅពីកន្លែងខុសគ្នាទៀតធីសវណ្ណថាគេយកទៅដាក់នៅកំពង់ស្ពឺឯផែសវណ្ណរិទ្ធគេយកមកដាក់គុកនៅដូចខេត្តកណ្ដាលអីអញ្ចឹងឯងបាទនិយាយទៅគឺពីរអ្នកហ្នឹងអត់ដាក់គុកនៅជុំគ្នាទេនេះគឺជារបៀបដាក់គុករបស់រដ្ឋាភិបាលកម្ពុជាសម្បីតែសកម្មជនដែលជាលលកដែលខ្លួនជួយឲ្យខ្លួនរំលាយគណៈបកសង្គ្រោះជាតិបានប្រើគ្នាអស់ចិត្តហើយទៅធ្វើអញ្ចឹងធីសវណ្ណថាសប្តាហ៍នេះគឺជាប់នៅពន្ធនាគារខេត្តកំពង់ស្ពឺលោកផែសវណ្ណរិទ្ធជាប់ឃុំនៅពន្ធនាគារខេត្តកណ្ដាលមិនភ្នំពេញទេបងប្អូនបាទខ្ញុំសូមស្លេះរឿងនេះត្រឹមប៉ុណ្ណេះសិនឥឡូវចូលដល់ព័ត៌មានទី2គឺតកតងនឹងរឿងតុលាការកំពូលតម្កល់ការផ្តន្ទាទោសចំពោះមន្ត្រីគណៈបកប្រឆាំងពីររូបគឺលោកគៀវិសាលនិងលោកខឹមច័ន្ទវណ្ណៈ
បើតាមពិតលោកគៀវិសាលគាត់ប្តឹងគាត់ជាប់គុក2ឆ្នាំគ្រប់ហើយគាត់ចេញមកបាត់ទៅហើយក៏ប៉ុន្តែគាត់ប្តឹងរឿងទាសំណង20លានរៀលពីដៃគូលលកតាមពិតលោកម៉ៃហុងស្រៀងហ្នឹងក៏ជាលលកដែរគាត់តែមិនទាន់ដល់វេនទេព្រោះលោកម៉ៃហុងស្រៀងហ្នឹងធ្លាប់ជាប់គុកដែរនៅខាងគណៈបកប្រឆាំងគាត់នៅខាងក្រុងប្រទេសអនុឥឡូវល្បីហើយបានងារជាឯកឧត្តមអីហ្នឹងគឺគាត់មកឆ្លោះគ្នាជាមួយនឹងលោកគៀវិសាលជេរគ្នាស្រាតសពុតដល់ពេលជេរគ្នាដោយសារលោកម៉ៃហុងស្រៀងគាត់លោតចូលជាលលកគេទិញបានចឹងខាងគណៈបកប្រជាជនកម្ពុជាគេស្អំលលកគេគឺគេរករឿងលោកគៀវិសាលចោតប្រកាន់ពីបទញុះញង់អីណាទៅអាជេរប្រមាថគ្នាជាបទល្មើសរដ្ឋប្រវេណីនេះមានតាក់ទងអីចាប់ដាក់គុកច្រាបលោកគៀវិសាលដាក់គុកអស់2ឆ្នាំដល់លោកប្តឹងផ្ដាល់គ្នាទៅសុំអត់ឥឡូវអាគុក2ឆ្នាំហ្នឹងវាចប់ហើយព្រោះជាប់បាត់ហើយវាមិនដឹងបានមកស្អីសងវិញគាត់រករឿងអារឿងសំណង20លានរៀលដែលលោកម៉ៃហុងស្រៀងទានេះឥឡូវតុលាការកំពូលថាអត់ទេលោកគៀវិសាលត្រូវសងលុយនឹងទៀតហើយទៅរកណាលោកគៀវិសាលរកតែផ្ទះនៅមិនបានផងណាហ្នឹងហើយជាការធ្វើទុកបុកម្នេញពេញចិត្តលោកម៉ៃហុងស្រៀងហើយព្រោះអីគាត់ពេញចិត្តចង់ឲ្យលោកគៀវិសាលហ្នឹងជាប់គុកឬសងលុយគាត់ទៅ20លានរៀលព្រោះអីទៅជាមួយគណៈបកប្រជាជនកម្ពុជាមិនប្រកាសថាបានស្អីច្រើនដែរព្រោះអីមានរលកទៅច្រើនពេកចែកគ្នាទៅវានេះអញ្ចឹងគៀបលោកគៀវិសាលយកលុយទៅមិនដឹងតែគាត់លេបចូលឬក៏យ៉ាងណាទេអ្នកដែលធ្លាប់ស្រឡាញ់គ្នាជាប់គុកជាប់ច្រវាក់ធ្លាប់ជួយទំពាវនាវឲ្យដោះលែងគ្នាទៅវិញទៅមកអីអញ្ចឹងឲ្យដល់ពេលចុងក្រោយលោតចូលទៅគណៈបកប្រជាជនកម្ពុជាស្រាប់តែមកល្អោកល្អឿនជាមួយគណៈបកប្រជាជនកម្ពុជាអ្នកនៅជាមួយជាមិត្តរួមអាវុធអីហ្នឹងគឺសុទ្ធតែជាខ្មាំងសត្រូវរបស់យើងទាំងអស់នេះហើយគឺជាការដែលរបៀបដឹកនាំបែបកុម្មុយនីសគេអញ្ចឹងគេយកយើងយកមកឲ្យខំគ្នាអញ្ចឹងទៅហើយយើងខំគ្នាគឺយើងខំយកតែមែនតើហ្មងព្រោះអីធ្លាប់ដឹងចំណុចខ្សោយគ្នានោះអញ្ចឹងគណៈបកប្រជាជនកម្ពុជាធូខ្សុយអត់ចាំបាច់យកមនុស្សគេមកប្រើទេគេយកតែមនុស្សគណៈបកប្រឆាំងយកមកប្រើហើយយើងនឹងគឺខ្លាយទៅជាឧបករណ៍ជាទំនិញទិញដាច់ថ្លៃមនុស្សយើងមិនគួរណាខ្លាយទៅជាទំនិញសោះខ្ញុំកំពុងតែឆ្ងល់ហេតុអីបានជាយើងទម្លាក់តម្លៃខ្លួនឲ្យទាបយ៉ាងដូចនេះតើអស់លោកកូនចៅទៅថ្ងៃក្រោយហ្នឹងគឺគេឌីលជេយើងយ៉ាងម៉េចទៅអនាគតទៅក្រោយគេប្រាប់ថាអូឪហែងរត់ចូលពីប៉មួយទៅប៉មួយដូចកទេសឡង់ដាច់ក្បាលអញ្ចឹងដូចមន់ដាច់ក្បាលអញ្ចឹងអីអញ្ចឹងទៅឲ្យយើងទៅចាំវីរៈភាពរបស់យើងអញ្ចឹងឬក៏យ៉ាងម៉េចបាទតែយ៉ាងណាបងប្អូនយើងមិនទៅនេះទេព្រោះអាហ្នឹងរឿងសិទ្ធិសម្រេចរបស់ម្នាក់តកតងនឹងព័ត៌មានបន្តទៀតគឺរឿងនេះគឺមានលោកគៀវិសាលហ្នឹងឥឡូវគេឲ្យបង់20លានរៀលហ្នឹងជាប់គុក2ឆ្នាំគាត់ចេញមកពីខែ3ឥឡូវតុលាការជំនុំជម្រះហ្នឹងគឺបានន័យថាអត់លុយសងអញ្ចឹងទៅគាត់សងយ៉ាងម៉េចអីយ៉ាងម៉េចអស់ហើយព្រោះតុលាការកំពូលបិទផ្លូវតវ៉ាអញ្ចឹងលោកគៀវិសាលត្រូវសងលុយលោកម៉ៃហុងស្រៀង20លានរៀលទៅរកឯណាបានសងមួយខែ$1ទៅសុំតុលាការអញ្ចឹងទៅលោកគៀវិសាលសង3ជីវិតទៀតទៅព្រោះលោកអត់លុយឲ្យទៅសងមួយខែ$1ក៏សងទៅតកតងនឹងលោកជាតំណាងគណៈបកប្រឆាំងមួយរូបទៀតគឺក៏តុលាការតម្កល់សាលដីកាហ្នឹងសាលក្រមហ្នឹងដែរនិយាយទៅគឺអត់រួចទេនេះគឺអតីតប្រធានស្ដីទីគណៈបកភ្លើងទៀនប្រចាំរាជធានីភ្នំពេញគឺត្រូវជាប់គុក2ឆ្នាំ6ខែអត់មានប្រែប្រួលទេនេះគឺតុលាការសម្រាប់ថ្ងៃហ្នឹងដែរគឺពាក់ព័ន្ធនឹងលោកខឹមច័ន្ទវណ្ណៈបាទលោកខឹមច័ន្ទវណ្ណៈហ្នឹងគឺជាប្រធានស្ដីទីឬតំណាងគណៈបកភ្លើងទៀនប្រចាំរាជធានីភ្នំពេញលោកត្រូវបានចាប់ខ្លួនកាលពីអំឡុងឆ្នាំ2024ដើមខែមករាឥឡូវ2026បើកាត់ទោស2ឆ្នាំ6ខែបានន័យថានៅសល់តាប្រហែលមួយខែពីរទៀតទៅលោកត្រូវបានរួចខ្លួនមិនមែនរួចខ្លួនទេត្រូវបានដូចថាជាប់គុកគ្រប់កាលកំណត់គណៈបកប្រជាជនឬក៏រដ្ឋាភិបាលកម្ពុជាបើថាចាប់គណៈបកប្រឆាំងដាក់គុកហ្នឹងគឺថាជាប់ឯងតដល់ថ្ងៃហ្មងអត់ឲ្យដល់ថ្ងៃជួនកាលយុទ្ធនីតិវិធីដោះលែងទៅទៀតជាប់គុកគ្រប់ហើយណាព្រោះជាទូទៅនៅក្នុងពន្ធនាគារអ្នកទោសមនសិការអីអញ្ចេះគេជាប់តែ70%អីនៅសល់ប្រហែលទៀតគេលើកលែងទោសហើយប៉ុន្តែរឿងគណៈបកប្រឆាំងនេះរឿងលើកលែងទោសអត់សោះហ្មងតតែសុំទោសចេញលិខិតសុំទោសសម្រាប់ជីវិតនយោបាយចោលទៅសរសើរគណៈបកប្រជាជនអាហ្នឹងបានគេឲ្យរួចទោសបើថាអត់ទេគឺអត់ទេហើយនិយាយពីថៃពីភូមាអីគេធ្វើសម្រាប់អ្នកទោសជាតិគេហ្នឹងគេសណ្ដោះប្រោសប្រណីឲ្យខ្មែរយើងពេលខ្លះហ្នឹងចេញលិខិតទៅសរសើរភូមារឿងចេះនឹងគ្រោះអ្នកទោសមនសិការអីណាដល់ពេលខ្លួនឯងអត់អាលីងខ្មែរគ្នាឯងគឺពឹតយកតែម្ចាស់ដៃបើខ្ញុំស្លេះរឿងលោកខឹមច័ន្ទវណ្ណៈត្រឹមនេះហើយនឹងលោកគៀវិសាលត្រឹមនេះខ្ញុំចូលដល់ព័ត៌មានបន្តទៀតខ្ញុំនៅសល់ពេលខ្លីណាស់នៅសល់ពេល10នាទីជាងទៀតទេអូសល់ព័ត៌មានច្រើនណាស់បើអានអត់អស់ខ្ញុំនឹងយកទៅផ្សាយនៅពេលបន្តទៀត wait a minute sorry បាទព័ត៌មានបន្ថែមទៀតនេះគឺតកតងនឹងសំទោសกระดาษច្រើនពេកបរោះដើរសម្លាប់គ្រូពេទ្យចិនធ្លាប់ជាប់គុករយៈពេលខ្លីដោយសម្លាប់ប្អូនស្រីបង្កើតនៅខេត្តព្រៃវែងការដែលខ្ញុំយករឿងបរោះដើរសម្លាប់ហើយរងការសង្ស័យថាសម្លាប់ហើយរំលោភទៀតរំលោភស្ត្រីគ្រូពេទ្យចិនម្នាក់ដែលនៅផ្ទះជាប់បងស្រីរបស់គាត់នោះហើយរឿងនេះគឺបរោះនេះមិនមែនជាលើកទី1ទេនៅក្នុងការសម្លាប់មនុស្ស
គាត់ធ្លាប់សម្លាប់មនុស្សម្ដងហើយមិនមែនសម្លាប់អ្នកដទៃទេគឺសម្លាប់ប្អូនស្រីបង្កើតរបស់គាត់ទៀតនៅខេត្តព្រៃវែងនេះតាមប្រសាសន៍របស់បងស្រីបង្កើតរបស់ជនសង្ស័យដែលគេប៉ូលីសចាប់ខាត់ខ្លួននេះហើយថាគាត់មានជំងឺសរសៃប្រសាទរឿងនេះគឺជារឿងមួយដែលខ្ញុំចង់បង្ហាញអំពីបញ្ហានៅក្នុងសង្គមខ្មែរជាទូទៅតែម្ដងតែខ្ញុំមិនយកករណីឃាតកម្មនឹងយកមកនិយាយទេគឺយកករណីបញ្ហាវិបត្តិផ្លូវចិត្តនៅប្រទេសកម្ពុជាយកមកនិយាយថានេះគឺជាវិញ្ញាសាមួយសម្រាប់រដ្ឋាភិបាលកម្ពុជាយកទៅពិចារណាហើយត្រូវដោះស្រាយបញ្ហានេះឲ្យខ្លាំងមែនទែនព្រោះអីរឿងបញ្ហាផ្លូវចិត្តនៅប្រទេសកម្ពុជាអត់មែនរឿងថ្មីទេបងប្អូនអង្គការ TPO រកឃើញយូរហើយអង្គការ TPO នេះគឺជាអង្គការសុខភាពផ្លូវចិត្តគេហៅថាអង្គការចិត្តសង្គមអន្តរវប្បធម៌